mình chẳng cái chẳng là chẳng thấy ai là cái tham mình ba hai năm mới biết là nơi thì cái lại nóคือនៅជាប់ជាមួយនឹងផ្លូវចឹងអាចមានការរំខានខ្លះៗដោយសម្លេងខាងក្រៅចូលហ្នឹងហើយកុំឲ្យខាតពេលយូរគឺខ្ញុំធ្វើការចាប់អារម្មណ៍ខ្លីទេជាមួយនឹងប្រធានបទរបស់ជើងព្រោះធានរបស់យើងគឺពាក់ព័ន្ធជាមួយនឹងបាទពាក់ព័ន្ធជាមួយនឹងរឿងច្រើនប្រធានបទខ្លីប៉ុន្តែពាក់ព័ន្ធជាមួយរឿងច្រើនពាក់ព័ន្ធជាមួយនឹងរឿងសិលធម៌តម្លៃជាមនុស្សបាទហើយពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាក្នុងសម័យបច្ចុប្បន្នទៀតហើយបច្ចេកវិទ្យាក្នុងសម័យបច្ចុប្បន្នហ្នឹងវាចូលដល់យុគឧស្សាហកម្ម 4.0 ហើយបាទ 4.0 ហ្នឹងគឺថាពិភពលោកទាំងមូលគឺទៅដាក់គ្នាក្នុងការគ្រប់គ្រងនៅទិន្នន័យដល់ពេលបច្ចុប្បន្នហ្នឹងគឺយើងប្រើដល់ AI ទៀតណាដើម្បីនឹងគ្រប់គ្រងទិន្នន័យឯកជនភាពរបស់បុគ្គលនៅក្នុងសង្គមនៅក្នុងប្រទេសនៅក្នុងពិភពលោកនេះចឹងឃើញថាការម្នាក់ម្ដងគ្នាគឺមានភាពឆាប់រហ័សខ្លាំងការម្នាក់ម្ដងគ្នាមិនថាពីមនុស្សស្រីទៅមនុស្សស្រីមនុស្សប្រុសទៅមនុស្សប្រុសមនុស្សស្រីទៅមនុស្សប្រុសមនុស្សប្រុសទៅមនុស្សស្រីពីប្រទេសមួយទៅប្រទេសមួយបាទពីពិភពលោកមកខាងទៅពិភពលោកមកខាងទៅគឺថាមាននៅការអ្នកម្ដងគ្នាហើយការតាក់ទងគ្នាឆាប់រហ័សមែនទែនអញ្ចឹងវាធ្វើឲ្យការងារផ្សេងៗហ្នឹងក៏វាមានសកម្មភាពរីកចម្រើនលូតលាស់ដែរការវិវត្តទៅនៃបច្ចេកវិទ្យានេះក៏វាចូលនៅក្នុងពាក្យមួយដែលយើងហៅថាសកលភាវូបនីយកម្មណាបាទ globalization ហ្នឹងសកលភាវូបនីយកម្មអញ្ចឹងសកលភាវូបនីយកម្មនេះបើសិនជាយើងអត់មានអីទុកទេបាទទាំងសិលធម៌ទាំងតម្លៃសង្គមទាំងប្រពៃណីទំនៀមទម្លាប់វប្បធម៌រួមទាំងសេដ្ឋកិច្ចផងក៏រអិលតាមនឹងដែរបើសិនជាយើងទុកមិនជាប់ណាអញ្ចឹងបានន័យថាមុននឹងមានសកលភាវូបនីយកម្មគឺយើងពិចារណាទៅដល់ប្រទេសរបស់យើងសង្គមរបស់យើងត្រូវមានអីខ្លះមានច្បាប់គ្រប់គ្រាន់នៅមានយន្តការសម្រាប់គ្រប់គ្រងនៅអរិយាប័ត្ររបស់មនុស្សក្នុងសង្គមហើយនឹងយន្តការដើម្បីគ្រប់គ្រងនៅសេដ្ឋកិច្ចហ្នឹងគឺគ្រប់គ្រាន់ហើយនៅបើសិនជាវាគ្រប់គ្រាន់ហើយការវិវត្តខ្លួនឲ្យស្របទៅតាមសកលភាវូបនីយកម្មហ្នឹងគឺជារឿងដែលចាំបាច់បំផុតហើយប៉ុន្តែបើសិនជាយើងនៅខ្វះកន្លះដូចជាច្បាប់ដូចជាយន្តការដើម្បីគ្រប់គ្រងទៅលើមនុស្សទៅលើបច្ចេកវិទ្យាទៅលើសេដ្ឋកិច្ចបានល្អបរិបូរណ៍ទេវាអាចមានបញ្ហាច្រើនណាស់កើតឡើងអញ្ចឹងត្រឡប់ទៅកាន់ប្រធានបទរបស់យើងវិញបាទតាក់ទងជាមួយនឹងរឿងអំពើផិតក្បត់តាមរយៈបច្ចេកវិទ្យាព្រោះមួយរយៈចុងក្រោយនេះគឺយើងឃើញថាបច្ចេកវិទ្យាគឺដើរមុខគេហើយផ្សព្វផ្សាយលឿនបំផុតបាទតាក់ទងជាមួយនឹងការបែកបាក់ក្រុមគ្រួសារតាមពិតទៅ digital ហ្នឹងវាគឺជាស្ពានចំណែកឯសិលធម៌គុណធម៌សម្រាប់មនុស្សប្រុសស្រីរស់នៅក្នុងសង្គមហ្នឹងគឺដូចជាប្រកាន់ដៃអញ្ចឹងកាលណាដែលយើងមានស្ពានហើយប៉ុន្តែយើងធ្វើដំណើរដូចតាមតូចចក្រយានយន្តក្តីតាមរថយន្តក្តីបើសិនជាអត់មានហ្វ្រាំងទេឡើងស្ពានហើយច្បាស់ជាធ្លាក់រអិលចូលក្នុងទឹកទន្លេទឹកស្ទឹងឬក៏សមុទ្រដែរអញ្ចឹងចង្កូតឬក៏បង្កាន់ដៃនៅស្ពានហ្នឹងគឺប្រៀបដូចជាសិលធម៌ដែលបុគ្គលម្នាក់គ្រួសារមួយសង្គមមួយត្រូវមានសិនជាអត់ទេច្បាស់ណាស់ថាមានស្ពានហើយប្រកបណាស់ច្រើនទៅតាមហើយអំពើផិតក្បត់ដោយការប្រើប្រាស់សង្គមឬក៏បច្ចេកវិទ្យា digital ហ្នឹងគឺដំបូងគឺវាការអំពីសេចក្តី
ប្រមាថដូចយើងគិតថាវាមិនអីសកម្មភាពរបស់យើងតូចតាចគឺថាវាមិនអីអញ្ចឹងណាអញ្ចឹងក៏ការប្រើប្រាស់អឺបណ្ដាញសង្គមយើងដូចជា Messenger Telegram Facebook WhatsApp ឬក៏កម្មវិធីផ្សេងទៀតដែលយើងឧស្សាហ៍ឆាតទៅរកគ្នាចុះឡើងគេហៅថាឈិតឆាតទៅណាឆាតដោយសេចក្តីប្រមាថគឺដូចប្រើពាក្យលេងសើចអីធម្មតាអ្នកម្នងជាការរាប់អានធម្មតាប៉ុន្តែបើកាលណាដែលការប្រើប្រាស់បណ្ដាញសង្គមរបស់យើងជាលក្ខណៈធម្មតាដោយខ្វះព្រំដែនអត់មានលីមីតទេបើន័យថាយើងត្រូវស្គាល់ភាពថាខ្លួនយើងនៅក្នុងស្ថានភាពបែបណាជាអ្នកនៅលីវឬក៏ជាអ្នកដែលមានក្រុមគ្រួសារហើយជាប្តីគេជាប្រពន្ធគេហើយនៅអញ្ចឹងកាលណាដែលយើងបាន limit ខ្លួនឯងអញ្ចឹងយើងបានកំណត់ខ្លួនឯងអញ្ចឹងគឺយើងអត់ល្អិលទេក្នុងការលេងសើចរបស់យើងឬក៏ការប្រកាន់យកនៅសេចក្តីប្រមាថដែលប្រពន្ធលោកហៅថាប្រមាថណាបាទមិនមែនប្រមាថថាឯប្រមាថហ្នឹងគឺឲ្យយើងស្គាល់ខ្លួនឯងហើយស្ថានភាពរបស់ខ្លួនឯងថាយើងហ្នឹងគឺជានរណាជាប្តីគេជាប្រពន្ធគេឬក៏ថាជាកូនដែលស្ថិតនៅក្នុងបន្ទុករបស់ឪពុកម្ដាយកំពុងតែសិក្សារៀនសូត្រកំពុងតែប្រឹងប្រែងប្រកបការងារអីផ្សេងឬក៏យ៉ាងណាតែពិចារណាមានខ្លួនឯងជាឧបមាសិនយកខ្លួនឯងពិចារណាអំពីទូនាទីអំពីកាតព្វកិច្ចភារកិច្ចរបស់ខ្លួនឯងឲ្យអស់សិនហើយកាលណាដែលយើងមានសេចក្តីប្រមាថក្នុងការប្រើប្រាស់នៅបណ្ដាញសង្គមនេះគឺដំបូងបំផុតយើងបំផ្លាញខ្លួនឯងហើយយើងបំផ្លាញគ្រួសារហើយយើងបំផ្លាញសង្គមរបស់យើងអញ្ចឹងមនុស្សយើងវាចេះតែមាននៅការចង់បែបនេះចង់បែបនោះណាបាទព្រោះយើងសិតតែមានបទពិសោធន៍ទាំងអស់គ្នាធម្មវិក្មិននៅក្នុងទីនេះឬក៏អ្នកដែលកំពុងតែស្ដាប់ជាសាវនិកជនជាទស្សនិកជនដែលកំពុងតែតាមដានតាមបណ្ដាញសង្គមហ្នឹងយើងសិតតែមានបទពិសោធន៍ទាំងអស់គ្នាដោយការប្រើប្រាស់បណ្ដាញសង្គមដូច TikTok ឬក៏ Facebook យើងចូលមើល story TikTok យើងចូលមើលវីដេអូពីវីដេអូមួយទៅវីដេអូមួយអញ្ចឹងកាលណាដែលយើងអត់មាន limit ខ្លួនឯងហ្នឹងក្នុងមួយថ្ងៃយើងប្រើបណ្ដាញសង្គមរយៈពេលប្រហែលនាទីឬក៏ប្រហែលម៉ោងអញ្ចឹងបើសិនជាយើងអត់មានកំណត់ខ្លួនឯងអញ្ចឹងទេយើងចេះបដ ாய் ពេលវេលាទៅគេហៅថាសេចក្តីប្រមាថនៅក្នុងពេលវេលាចេះតែប្រើប្រាស់តាមអំពើចិត្តរបស់ខ្លួនឯងអញ្ចឹងការប្រើប្រាស់តាមអំពើចិត្តខ្លួនឯងយូរទៅយើងអត់គ្រប់គ្រងពាក្យសម្ដីឬកាយវិការរបស់យើងបានទេហើយជាពិសេសគឺយើងមិនអាចគ្រប់គ្រងអំពីចំណង់របស់យើងបានទេព្រោះវីដេអូលោតពីមួយទៅមួយពី1នាទីទៅ1នាទីគឺវីដេអូច្រើនណាស់ព្រោះបណ្ដាញសង្គមភាគច្រើនមនុស្សយើងដែលចូលមើលហ្នឹងគឺការចូលអាននៅអត្ថបទការចូលអាននៅ website អ្វីហ្នឹងគឺថាមានតិចតួចទេប៉ុន្តែសំខាន់បំផុតគឺយើងផ្ដោតទៅលើការស្ដាប់និងការទស្សនាការស្ដាប់និងការមើលអញ្ចឹងវីដេអូពីមួយទៅមួយអញ្ចឹងកាលណាដែលយើងមានសេចក្តីប្រមាថនៅក្នុងហ្នឹងគឺយើងអត់គ្រប់គ្រងពេលវេលារបស់យើងបានហើយកាលណាដែលយើងអត់គ្រប់គ្រងពេលវេលារបស់យើងបានក៏យើងមិនអាចគ្រប់គ្រងទៅលើទូនាទីរបស់យើងហើយក៏យើងមិនអាចកំណត់តម្លៃថាតើយើងជានរណាដែរជាប្តីឬក៏ជាប្រពន្ធជាកូននៅក្នុងបន្ទុកជាសិស្សជាអ្នកធ្វើការឬក៏ជាអាជីវករដែរអញ្ចឹងពេលដែលសេចក្តីប្រមាថដោយការមិនអាចគ្រប់គ្រងចំណង់របស់ខ្លួនឯងបានបែបនេះវាធ្វើឲ្យយើងជ្រុលនៅក្នុងអំពើមួយចំនួនដោយអ្នកមានដៃគូហើយចាប់ដើមលេងសើចហើយចាប់ដើមមានការប្រតិបត្តិហើយការប្រតិបត្តិនេះយើងថាដូចខ្ញុំនិយាយបកពីខាងក្រោយមកវិញអញ្ចឹងថាប្រមាថហ្នឹងគឺប្រតិបត្តិហ្នឹងគឺថាគាត់តែឆាតលេងធម្មតាយូរទៅឲ្យ emoji ឬក៏ឲ្យ sticker គ្នាទៅវិញទៅមកមានរូបបេះដូងមានអីថាធ្វើទង្វើតិចតួចអញ្ចឹងណាធ្វើទង្វើតិចតួចសារចុះសារឡើងទៅយូរមានសេចក្តីស្និទ្ធស្នាលចាប់ដើមប្រើពាក្យផ្អែមល្ហែមហើយក៏ឈានទៅដល់អំពើប្រតិបត្តិដល់ចិត្តព្រោះកម្មមានកាយកម្មវិច័យកម្មមនោកម្មហ្នឹងកាលណាដែលចិត្តរបស់យើងប្រតិបត្តិហើយវិចាររបស់យើងចាប់ដើមទៅមានការឆាតជាអក្សររកគ្នាចុងក្រោយមានការឆាតជាសម្លេងរកគ្នាចុងក្រោយមានការ
វីដេអូខលទៅរកគ្នាចុះឡើងអញ្ចឹងទៅក៏បង្កើតឲ្យមានការជួបគ្នាការជួបគ្នានឹងឯងវាចូលទៅដល់ការប្រព្រឹត្តអំពើដោយកាយគឺការផិតក្បត់ដោយកាយបន្ថែមទៀតអញ្ចឹងសង្ខេបមកវិញនៅក្នុងសម័យ digital នេះតើតើយើងមានការកំណត់ព្រំដែនរបស់ខ្លួនគឺយកធម៌មិនប្រមាថឲ្យជាប់នៅក្នុងចិត្តរបស់យើងហើយស្គាល់តួនាទីរបស់ខ្លួនឯងស្គាល់តួនាទីរបស់ខ្លួនយើងថាជាអ្វីជាប្តីជាប្រពន្ធជាកូនជាអ្នកធ្វើការជាអ្នកអូស៊ីហើយជាអ្នកមានទំនួលខុសត្រូវមានតួនាទីមានកាតព្វកិច្ចអ្វីពាក់ព័ន្ធជាមួយនឹងច្បាប់អ្វីពាក់ព័ន្ធជាមួយនឹងប្រពៃណីសីលធម៌ឬក៏អ្វីនៅក្នុងសង្គមរបស់យើងនេះទាំងអស់ហ្នឹងឯងវាជួយធ្វើឲ្យយើងកាត់បន្ថយនៅអំពើផិតក្បត់នៅក្នុងចិត្តពីព្រោះខាងណាដែលយើងនិយាយពួកយើងភាគច្រើនយើងភាគច្រើនតើថាផិតក្បត់ហ្នឹងមិនន័យថាកាយរបស់យើងទៅផិតក្បត់ទេតែតាមពិតទៅវាកាត់ពីចិត្តសិនចិត្តហើយបាននាំទៅរកវិចារនាំវិចារហើយបាននាំទៅរកចិត្តដែលធ្វើការរស់នៅជាមួយគ្នាអញ្ចឹងទៅបាទនេះគឺជាបញ្ហាអញ្ចឹងជាសរុបមកវិញកុំដុតខ្លួនឯងមិនន័យថាកុំបណ្ដោយទៅតាមតណ្ហារបស់យើងទៅតាមរយៈនៃការប្រើប្រាស់នៅបណ្ដាញសង្គមតាមអេក្រង់ទូរស័ព្ទបច្ចេកវិទ្យាសម័យនេះគឺបានតែយើងប្រើប្រាស់នៅចង្អុលដៃដើម្បីធ្វើការញាក់ម្ដងគ្នាហើយចង្អុលដៃនេះឯងក៏ធ្វើឲ្យយើងរងគ្រោះផ្សេងដែរជាសរុបចំពោះការចាប់អារម្មណ៍ដំបូងហ្នឹងគឺត្រូវប្រើប្រាស់នៅបច្ចេកវិទ្យាប្រើប្រាស់នៅបណ្ដាញសង្គមសម្រាប់ជាការផ្សារភ្ជាប់គុំសម្រាប់ជាការបំផ្លាញខ្លួនឯងបាទសូមអរគុណចំពោះការចាប់អារម្មណ៍ដំបូងរបស់ខ្ញុំប៉ុណ្ណឹងណាថ្វាយអង្គមគុណចាស់